សួស្តីបងប្អូនថ្ងៃនេះយើងបន្តមេរៀនរបស់យើងតទៀតចំពោះទី1ការងារនៅក្នុងសម័យបច្ចេកវិទ្យាមេរៀនទី2បំណិនទំនាក់ទំនងក្នុងសម័យកាល Digital ផ្នែក Call ខ្លឹមសារមេរៀនបំណិនបច្ចេកវិទ្យាព័ត៌មានទំនាក់ទំនងនិងកន្លែងធ្វើការ3ការស្ដាប់សកម្ម4ការផ្ដល់និងទទួលមតិយោបល់5ការបង្កើតក្រុមខ្លឹមសារមេរៀនផ្នែក ខបំណិនបច្ចេកវិទ្យាទំនាក់ទំនងនិងកន្លែងធ្វើការការស្ដាប់សកម្មការ3ការស្ដាប់សកម្ម4ការផ្ដល់និងទទួលមតិយោបល់5ការបង្កើតក្រុមសំណួរតើការស្ដាប់គឺជាអ្វីការស្ដាប់គឺជាជំនាញដ៏សំខាន់មួយដែលអ្នកអាចធ្វើការអភិវឌ្ឍបានការស្ដាប់មានឥទ្ធិពលយ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយអ្នកផ្សេងនិងប្រសិទ្ធភាពការងារនៅកន្លែងធ្វើការមនុស្សម្នាក់ៗត្រូវការស្ដាប់ដើម្បីយល់កិច្ចការនិងដើម្បីទទួលបានព័ត៌មានសម្រាប់ការងារឬដើម្បីការសិក្សាការស្ដាប់សកម្មជាអ្វីការស្ដាប់សកម្មជាអ្វីការស្ដាប់សកម្មគឺជាបច្ចេកទេសទំនាក់ទំនងដែលពាក់ព័ន្ធទៅនឹងការស្ដាប់ដោយយកចិត្តទុកដាក់ជាមួយវាគ្មិនការនិយាយឡើងវិញនិងការប្រាប់ដល់វាគ្មិននៅអ្វីដែលអ្នកបានឮដើម្បីឲ្យប្រាកដថាយើងបានយល់យ៉ាងត្រឹមត្រូវបន្ទាប់មកស្ដាប់ម្ដងទៀតសម្រាប់ការយល់ស្របឬការបញ្ជាក់ឲ្យកាន់តែច្បាស់សំណួរបន្ទាប់តើការបញ្ចេញមតិយោបល់របស់យើងគួរធ្វើនៅពេលណាការបញ្ចេញមតិយោបល់របស់យើងគឺត្រូវធ្វើឡើងតែនៅពេលណាដែលយើងបានយល់ច្បាស់លាស់អំពីអ្វីគ្រប់យ៉ាងដែលវាគ្មិនបាននិយាយប៉ុណ្ណោះហើយមិនមែនជាការនិយាយកាត់ឬជាការវិនិច្ឆ័យឡើយដើម្បីក្លាយជាអ្នកស្ដាប់ដែលសកម្មបានតើយើងត្រូវមានជំហានអ្វីខ្លះដើម្បីក្លាយជាអ្នកស្ដាប់ដែលសកម្មបានយើងត្រូវមានជំហានដូចតទៅ1ការយកចិត្តទុកដាក់ត្រូវផ្ចង់អារម្មណ៍2ស្ដាប់ពាក្យពេចន៍របស់វាគ្មិននិងទំនាក់ទំនងដោយមិនវាចារបស់គាត់ដូចជាក្រសែភ្នែកនិងកាយវិការជាដើមអនុញ្ញាតឲ្យវាគ្មិនតាក់ទងដោយគ្មានការរំខានរហូតដល់គាត់បានបញ្ចប់បើសិនមានការរំខានអារម្មណ៍ឬធ្វើឲ្យយើងមិនអាចស្ដាប់បានទាំងសារទាំងស្រុងយើងអាចយល់ខុសពីអត្ថន័យផងដែរផ្ដល់មតិយោបល់ដោយសេចក្តីគោរពនិងស្មោះត្រង់មិនលំអៀងមតិក្នុងន័យស្ថាបនា3ការស្ដាប់សកម្មពេលផ្ដល់មតិយោបល់ទៅនរណាម្នាក់យើងត្រូវប្រាប់ពីចំណុចវិជ្ជមានមុនឬប្រាប់ពីចំណុចអវិជ្ជមានមុនចូលសូមលើកយកហេតុផលមកបញ្ជាក់សំណួរនេះតើបងប្អូនអាចឆ្លើយបានទេសំណួរនេះអូខេអញ្ចឹងយើងឆ្លើយសំណួរនឹងទាំងអស់គ្នានៅពេលដែលយើងផ្ដល់មតិយោបល់បែបស្ថាបនាយើងត្រូវមានការប្រុងប្រយ័ត្នមិនមែនជាការផ្ដល់មតិយោបល់អវិជ្ជមានទេមេរៀនសង្ខេបនយោជកតែងប្រាថ្នាចង់ឲ្យនយោជករបស់ខ្លួនមានជំនាញបច្ចេកទេសសម្រាប់ការងារក៏ដូចជាជំនាញទំនាក់ទំនងល្អផងដែរព្រោះជំនាញទាំងពីរនេះគឺសំខាន់សម្រាប់
ធ្វើឲ្យស្ថាប័នទទួលបានជោគជ័យជាមួយជំនាញទំនាក់ទំនងបែបប្រសិទ្ធភាពគឺវាអាចធ្វើឲ្យនិយោជិកក្លាយទៅជាសមាជិកក្រុមនិងអ្នកដោះស្រាយបញ្ហាដ៏មានប្រសិទ្ធភាពការស្ដាប់សកម្មគឺជាបច្ចេកទេសទំនាក់ទំនងដ៏មានតម្លៃសម្រាប់កន្លែងធ្វើការវាត្រូវបានធ្វើដោយផ្ដល់នូវការផ្ចង់ស្មារតីទាំងស្រុងទៅកាន់វាគ្មិននិងដោយការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងដោយវាចានិងមិនវាចារបស់ពួកគាត់និងរបស់ពួកយើងផ្ទាល់ផងដែរ